ឲ្យខ្ពស់សម្លឹងឲ្យឆ្ងាយយកគំនិតតាមសត្វតន្ត្រីមានអត្ថន័យថាមនុស្សគួរតែមានចក្ខុវិស័យវែងឆ្ងាយមានគោលដៅច្បាស់លាស់និងហ៊ានប្រឈមនឹងឧបសគ្គដើម្បីឈានទៅរកភាពជោគជ័យសត្វតន្ត្រីជាសត្វដែលហើរបានខ្ពស់ជាងសត្វជាច្រើនហើយអាចសម្លឹងឃើញគោលដៅពីចម្ងាយដូចគ្នានេះដែរមនុស្សដែលចង់ជោគជ័យមិនគួរគិតត្រឹមតែបញ្ហានៅចំពោះមុខប៉ុណ្ណោះទេប៉ុន្តែត្រូវចេះគិតដល់អនាគតរៀបចំផែនការនិងអភិវឌ្ឍខ្លួនជានិច្ចនៅពេលជួបព្យុះសត្វតន្ត្រីមិនរត់គេចទេតែប្រើកម្លាំងខ្យល់ដើម្បីហោះឡើងកាន់តែខ្ពស់នេះជាមេរៀនបង្រៀនថាឧបសគ្គនិងការបរាជ័យមិនមែនជារឿងដែលត្រូវភ័យខ្លាចទេតែជាឱកាសឲ្យយើងកាន់តែរឹងមាំនិងមានបទពិសោធន៍ដូច្នេះហើរឲ្យខ្ពស់សម្លឹងឲ្យឆ្ងាយយកគំនិតតាមសត្វតន្ត្រីគឺជាការលើកទឹកចិត្តឲ្យយើងមានក្តីស្រមៃធំគិតវែងឆ្ងាយតស៊ូមិនបោះបង់និងដើរទៅរកគោលដៅដោយភាពមុតមាំធ្វើឲ្យខ្លួនឯងឆ្លាតនិងរឹងមាំជាងមុនមនុស្សដែលឆ្លាតនិងរឹងមាំមិនមែនកើតមកមានស្រាប់ទេប៉ុន្តែកើតចេញពីការរៀនសូត្រការហ្វឹកហាត់និងការតស៊ូជាប្រចាំបើអ្នកចង់អភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរសូមចាប់ផ្ដើមពីការអានសៀវភៅស្វែងរកចំណេះដឹងថ្មីនិងរៀនពីបទពិសោធន៍របស់អ្នកដទៃចំណេះដឹងកាន់តែច្រើនការគិតកាន់តែទូលំទូលាយភាពរឹងមាំក៏ដូចគ្នាវាកើតឡើងនៅពេលអ្នកហ៊ានប្រឈមមុខនឹងបញ្ហាមិនរត់គេចពីឧបសគ្គនិងមិនបោះបង់នៅពេលជួបបរាជ័យរាល់ការលំបាកគឺជាមេរៀនដែលជួយឲ្យអ្នកក្លាយជាមនុស្សខ្លាំងជាងមុនចូលចងចាំថាអានច្រើនធ្វើច្រើនគិតជ្រៅនិងតស៊ូច្រើននោះអ្នកនឹងក្លាយជាមនុស្សឆ្លាតនិងរឹងមាំជាងមុនជារៀងរាល់ថ្ងៃផ្លាស់ប្ដូរខ្លួនឯងឲ្យហ៊ាននិយាយជាមួយនឹងអ្នកដទៃអត្ថន័យនៃពាក្យនេះគឺជាការលើកទឹកចិត្តឲ្យយើងយកឈ្នះលើភាពអៀនខ្មាសភាពភ័យខ្លាចនិងការស្ទាក់ស្ទើរក្នុងការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនមនុស្សជាច្រើនមានចំណេះដឹងនិងសមត្ថភាពល្អប៉ុន្តែដោយសារមិនហ៊ាននិយាយមិនហ៊ានបញ្ចេញគំនិតធ្វើឲ្យខកខានឱកាសជាច្រើនក្នុងជីវិតការហ៊ាននិយាយមិនមែនមានន័យថាត្រូវនិយាយច្រើននោះទេប៉ុន្តែជាការហ៊ានបង្ហាញគំនិតសួរសំណួរនិងទំនាក់ទំនងជាមួយអ្នកដទៃដោយទំនុកចិត្តនៅពេលយើងអនុវត្តជាប្រចាំយើងនឹងកាន់តែមានភាពក្លាហានមានមិត្តភក្តិកាន់តែច្រើននិងមានឱកាសជោគជ័យកាន់តែធំចូលចាំថាអ្នកមិនចាំបាច់និយាយបានល្អឥតខ្ចោះទេគ្រាន់តែហ៊ានចាប់ផ្ដើមនិយាយនោះជាជំហានដំបូងនៃភាពជឿជាក់លើខ្លួនឯងហើយ